អ្វីដែលជាការសម្របសម្រួលពីសហរដ្ឋអាមេរិកអ្វីដែលជាការខិតខំសម្របសម្រួលពីម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានគឺយើងបានឃើញហើយការចូលរួមជាមួយនឹងមហាប្រទេសសាធារណរដ្ឋប្រជាមានិតចិនផងដែរគឺបានដាក់សម្ពាធមួយធ្វើឲ្យអ្នកផលក៏មិនហ៊ានផលពេកដែរអត់ចង់ធ្វើក៏ត្រូវតែធ្វើដែរប៉ុន្តែធ្វើដោយភាពមិនស្មោះត្រង់អានេះយើងត្រូវទទួលស្គាល់មកដល់ម៉ោងហ្នឹងខ្ញុំទៅឆែកមិញនៅថាចោតយើងនៅឡើយទេថាយើងជាអ្នកបង្កបញ្ហាទៀតហើយបាទអញ្ចឹងចំណុចទាំងអស់នេះយើងត្រូវតែទទួលស្គាល់ថាច្បាប់អន្តរជាតិមានប៉ុន្តែដើម្បីដោះស្រាយបញ្ហាបានការទុកចិត្តគ្នាទៅវិញទៅមកការធ្វើឲ្យសង្គមនីមួយៗគឺមានភាពសុខដុមនីយកម្មជាមួយគ្នាគឺជាកត្តាសំខាន់បាទអញ្ចឹងខ្ញុំតែងតែលើកដែរខ្ញុំថានយោបាយអ្នកនយោបាយកាតព្វកិច្ចធំត្រូវធ្វើម៉េចឲ្យសង្គមហ្នឹងគឺអាចមានភាពសុខដុមរមនាទី1សម្រាប់ប្រទេសខ្លួនឯងមួយទៀតសំខាន់គឺទំនាក់ទំនងក្នុងនាមជាសមាជិកនៃសហគមន៍អន្តរជាតិត្រូវពង្រឹងនៅទំនាក់ទំនងហើយបង្កើននូវមិត្តភាពនិងកិច្ចសហប្រតិការជាពិសេសជាមួយប្រទេសជិតខាងហើយបើប្រទេសនោះគាត់មិនមានឆន្ទៈធ្វើអញ្ចឹងទេថាអ្នកនយោបាយប្រទេសហ្នឹងគឺគាត់ក្បត់សន្តិសម្បញ្ញៈខ្លួនឯងហើយបាទអញ្ចឹងកន្លែងហ្នឹងយើងត្រូវដែរស្វែងយល់ទៅព្រោះការងារទាំងអស់នេះខ្ញុំក៏ជឿជាក់ដែរថាចំពោះសង្គមនីមួយៗយើងយល់មានបញ្ហានយោបាយមានវិបត្តិសេដ្ឋកិច្ចវិបត្តិសង្គមរៀងៗខ្លួនប៉ុន្តែយើងមិនអាចយកជីវិតមនុស្សមកលេងសើចបានទេទោះបីយ៉ាងណាក៏ដោយអញ្ចឹងកន្លែងនេះជាចំណុចមួយខ្ញុំនឹងថាយើងមានអ្នកមកពីក្រសួងការបរទេសប្រហែលអ្នកដែរគឺនឹងស្វែងយល់បន្ថែមទៀតហើយគេនឹងសួរហ្មងទៀតនឹងគេសួរថាណាគេក្រសួងការបរទេសខ្លះសូមលើកដៃ1 2អូបានជួបគ្នាខ្ញុំទៅការបរទេសបានជួបដែរអរគុណយើងគិតថាការងារនេះទីបំផុតក្រសួងការបរទេសមានតួនាទីមួយគឺធ្វើម៉េចសម្របសម្រួលពង្រឹងនៅទំនាក់ទំនងកិច្ចសហប្រតិការគ្រប់វិស័យសម្រាប់គ្រប់វិស័យជាស្ពានបាទអញ្ចឹងការសម្របសម្រួលដឹកនាំទៅលើបញ្ហានេះនឹងមានសំណួរច្រើនទៅលើចំណុចនេះហើយទៅទៀតខ្ញុំលើកបន្តិចទៅលើក្របខ័ណ្ឌនៃការគិតក្នុងក្របខ័ណ្ឌអន្តរជាតិព្រោះនេះវាពាក់ព័ន្ធនឹងវិសាលភាពនៃវិស័យទាំងអស់ដើម្បីយើងគិតជាមួយគ្នាតែអ្វីដែលសំខាន់ខ្ញុំគិតថាចំពោះយើងទៅលើកត្តាប្រវត្តិសាស្ត្រយើងនៅរក្សាភាពជាខ្មែរបាទកត្តាសាមគ្គីភាពកត្តាឲ្យតម្លៃទៅលើសន្តិភាពហើយនឹងឱកាសក្នុងការអភិវឌ្ឍជាសង្គមគឺយើងស្គាល់ណាស់នៅអ្វីដែលជាភាពជូរចត់នៃប្រវត្តិសាស្ត្រយើងមិនចង់បានអ្វីក្រៅពីផ្ដល់ឱកាសឲ្យខ្លួនឯងឲ្យពង្រឹងខ្លួនឯងទេបាទព្រោះបើយើងមិនជួយខ្លួនឯងទេគេមើលងាយយើងបាទនិយាយចំបាទអញ្ចឹងចំណុចទាំងអស់នេះគឺតម្រូវឲ្យយើងគឺយល់ឲ្យច្បាស់ទៅលើអ្វីដែលជាឧត្តមភាពរបស់យើងខ្លួនឯងនេះបាទការពារឲ្យបាននៅជំហរចូលរួមក្នុងការអភិវឌ្ឍវិស័យរបស់យើងរៀងៗខ្លួនទាំងអស់នេះអញ្ចឹងចំណុចការងារពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រនេះហើយនឹងក្នុងការបំពេញតួនាទីភារកិច្ចការជាតួអង្គសំខាន់ក្នុងសង្គមដែលចូលរួមក្នុងការអភិវឌ្ឍសង្គមផងហើយពង្រឹងនៅការទំនាក់ទំនងបង្កើតនៅភាពទុកចិត្តគ្នារវាងប្រទេសដែលជាដៃគូអ្នកជិតខាងទាំងអស់នេះគឺជាការងារសំខាន់ណាស់បាទហើយគោរពគ្នាទៅវិញទៅមកកុំមើលងាយគ្នាកុំលូកដៃទៅបំផ្លាញផ្ទះគេបាទអញ្ចឹងការងារទាំងអស់ហ្នឹងខ្ញុំចង់និយាយជារួមគឺបានកត់ត្រាទុកហើយបានប្រទេសនីមួយៗបានសន្យាថាចូលរួមធ្វើហើយព្រោះហ្នឹងនៅក្នុងបាទនិយាយរួមធម្មនុញ្ញនៃអង្គការសហប្រជាជាតិបាទ UN Charter បានកំណត់ឲ្យអស់ហើយទៅលើចត្រាទាំងអស់ហ្នឹងហើយយើងបានឃើញហើយការងារនេះភាសានេះគេនិយាយមកចាប់តាំងពីក្រោយពីសង្គ្រាមលោកលើកទី2មកបាទក្នុងការបង្កើតនៅអង្គការសហប្រជាជាតិហើយប្រទេសនីមួយៗបានខិតខំក្នុងការពង្រឹងទៅលើការអនុវត្តពង្រឹងកិច្ចសហប្រតិការហើយគោលការណ៍សន្តិសហវិជ្ជមានទាំងអស់នេះចំពោះបាទសមាជិកទាំងអស់តែយ៉ាងណាមិញយើងបានឃើញហើយប្រទេសមួយចំនួនចាប់ផ្ដើមមិនគោរពទៅលើគោលការណ៍នោះទេបាទដោយសារកត្តាផលប្រយោជន៍ខ្លួនបាទអញ្ចឹងទាំងអស់នេះទី1គឺយើងមិនអាចភ្លេចខ្លួនបានទេត្រូវតែគិតគូរក្នុងការចូលរួមទៅលើចំណុចទាំងអស់នេះអញ្ចឹងចំណុចប្រវត្តិសាស្ត្ររបស់កម្ពុជារបស់យើងយើងនឹងមានឱកាសក្នុងការយល់ឲ្យច្បាស់បន្ថែមទៀតខ្ញុំគិតថាដល់ម៉ោងនេះខ្ញុំមិនច្បាច់បញ្យល់ទេស្អីគេជា
បាទស្អីសិទ្ធិសញ្ញា1904អនុសញ្ញា1907ហើយនឹងឧបសម្ព័ន្ធរបស់យើងដែលមានការកំណត់ផែនទីឬក៏បាទអ្វីដែលជាដែនកំណត់របស់កម្ពុជានោះបាទអានេះគឺយើងបានទទួលព័ត៌មានឃើញច្បាស់នឹងដៃហើយខ្ញុំក៏សង្ឃឹមផងដែរថាចំណុចទាំង4ដែលយើងបានទីបំផុតយើងយោងទៅលើច្បាប់អន្តរជាតិដើម្បីចូលរួមដោះស្រាយដែលយើងបានយកកត្តារឿងបញ្ហា4ដែលយើងបានលើកនេះគឺផ្សាត់តំន់ទូចផ្សាត់តំន់ធំផ្សាត់កវីហើយនិង4នេះជាចំណុច landmark មួយសំខាន់ក្នុងការទទួលស្គាល់នៅអ្វីដែលជាសិទ្ធិសញ្ញា1907បាទកំណត់នៅផែនទីនេះអញ្ចឹងទាំងអស់នេះគឺជាភាពស្របច្បាប់របស់កម្ពុជាដែលយើងបានជំរុញថាបើនិយាយមិនឯកភាពគ្នាទេយកច្បាប់អន្តរជាតិមកនិយាយ